រឿងចៅសុកនិងចៅសៅកាលពីព្រេងនាយមានបុរសពីរនាក់ជាមិត្តភក្តិស្លាប់រស់នឹងគ្នាម្នាក់មានឈ្មោះថាសុកនិងម្នាក់ទៀតមានឈ្មោះថាសៅអ្នកទាំងពីរធ្លាប់បានបួសរៀននៅក្នុងវត្តជាមួយគ្នារហូតដល់សឹកមកវិញក៏នៅតែរាប់អានគ្នានិងសន្យាថាបើអ្នកណាក្រត្រូវជួយគ្នាកុំបោះបង់គ្នាឲ្យសោះពេលវេលាកន្លងផុតទៅចៅសុកដែលជាមនុស្សឆ្លាតវៃរកស៊ីមានបានជោគជ័យមានទ្រព្យសម្បត្តិស្ដុកស្ដំចំណែកឯចៅសៅវិញជាមនុស្សស្លូតត្រង់មិនសូវដឹងអីក៏ធ្លាក់ខ្លួនក្រតោកយ៉ាកលំបាកបំផុតអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺប្រពន្ធរបស់ចៅសៅឈ្មោះថានាងពេជ្រជាស្រីលួចលាក់មានសហាយជាមួយកូនសេដ្ឋីក្នុងភូមិមួយទៀតថ្ងៃមួយចៅសុកដឹងរឿងថាប្រពន្ធចៅសៅមានសហាយក៏នឹកអាណិតមិត្តភក្តិខ្លាំងណាស់លោកក៏ធ្វើដំណើរទៅសួរសុខទុក្ខចៅសៅដល់ផ្ទះតែម្ដងឃើញមិត្តក្រលំបាកមែនចៅសុកក៏បបួលថាអាសៅឯងទៅរកស៊ីជាមួយអញតែត្រូវស្ដាប់តាមសម្ដីរបស់អញគ្រប់យ៉ាងទើបមានបានចៅសៅគឺមិត្តក៏យល់ព្រមតាមគ្រប់យ៉ាងចៅសុកក៏បបួលចៅសៅឲ្យទៅកាប់ឈើធ្វើមឈូសសម្រាប់លក់នៅពេលដែលចៅសុកនិងចៅសៅចេញទៅកាប់ឈើបាត់កូនសេដ្ឋីដែលជាសហាយនាងពេជ្រក៏ឆ្លៀតឱកាសកាលលបមកដេកស៊ីសប្បាយនឹងនាងពេជ្រយ៉ាងរំភើយលុះដល់ពេលអាត្រៀតចៅសុកនិងចៅសៅដែលធ្វើមឈូសបានមួយហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញចៅសុកដែលដឹងកាលជាមុនបានខំដើរមកមុនយ៉ាងលឿនរួចស្រែកហៅឲ្យនាងពេជ្របើកទ្វារខ្លាំងកូនសេដ្ឋីភ័យស្លន់ស្លោរត់មិនទាន់នាងពេជ្រក៏បង្អាប់ឲ្យសហាយក៏បង្គាប់ឲ្យសហាយចូលទៅដេកពួនក្នុងមឈូសដែលនៅកណ្ដាលផ្ទះនោះរួចក៏គ្របឲ្យជិតនាងពេជ្របើកទ្វារទាំងញាប់ញ័រសួរថាម៉េចក៏វិលមកវិញទាំងយប់អញ្ចឹងចៅសុកធ្វើជាឈឺក្បាលរួចប្រាប់ទៅចៅសៅឲ្យសម្រាកដឹងច្បាស់ថាត្រីចូលក្នុងសងហើយចៅសុកក៏ប្រាប់ឲ្យចៅសៅទាំងយប់ថាអាសៅឯងរកផ្ដៅមកចងមឈូសនេះឲ្យជាប់ហើយបោះដេកគោលថែមទៀតផងក្រែងឡចោវាមកលួចមឈូសយើងចៅសុកដែលមិនដឹងអីក៏ខំចងផ្ដៅយ៉ាងណែននិងបោះដេកគោលជុំវិញមឈូសយ៉ាងជិតស្លុងធ្វើឲ្យកូនសេដ្ឋីដែលនៅក្នុងនោះភ័យស្ទើរលិចនោមតែមិនហ៊ានសូម្បីតែដកដង្ហើមខ្លាំងព្រឹកឡើងនាងពេជ្រភ័យខ្លាចប្តីសម្លាប់សហាយក៏លបទៅប្រាប់សេដ្ឋីជាឪពុកសហាយថាលោកសេដ្ឋីប្រញាប់ជួយកូនផងឥឡូវវារត់ទៅដេកក្នុងមឈូសប្តីខ្ញុំកំពុងតែសែងយកលក់ឲ្យលោកហើយសូមលោកចាំទិញផងចៅសុកនិងចៅសៅក៏សែងមឈូសតម្រង់ទៅផ្ទះសេដ្ឋីទៅដល់ភ្លាមចៅសុកស្រែកលក់យ៉ាងខ្លាំងសេដ្ឋីដែលដឹងថាកូនខ្លួនឯងក្នុងនោះក៏ចេញមកសួរតម្លៃចៅសុកដាក់តម្លៃយ៉ាងចម្លែកថាមឈូសនេះមិនលក់ជាប្រាក់រាយទេគឺត្រូវចាក់ប្រាក់
ពីដីឲ្យខ្ពស់ស្មើនឹងមឈូសទើបខ្ញុំព្រមលក់សេដ្ឋីគ្មានជំរឿព្រោះខ្លាចកូនស្លាប់ក៏បញ្ជាឲ្យខ្ញុំបម្រើយកប្រាក់កាសមកចាក់ដូចភ្នំឲ្យស្មើនឹងកម្ពស់មឈូសនោះចៅសុកនិងចៅសៅត្រេកអរណាស់ក៏នាំគ្នាប្រមូលប្រាក់យកទៅផ្ទះចែកគ្នារហូតក្លាយជាអ្នកមានភ្លាមចំណែកសេដ្ឋីវិញក៏ប្រញាប់គាស់មឈូសយកកូនចេញទាំងអាម៉ាស់មុខមេរៀនអប់រំនៅក្នុងរឿងនេះទី1គឺមិត្តភាពពិតប្រាកដមិត្តភក្តិល្អមិនបោះបង់គ្នាក្នុងគ្រាក្រឡើយហើយតែងតែរកវិធីជួយមិត្តឲ្យបានសេចក្តីសុខ 2. ល្បិចកលបង្ក្រាបអំពើអាក្រក់ចៅសុកប្រើវិធីដុតកំទេចស្ពានដើម្បីដោះស្រាយបញ្ហាសហាយប្រពន្ធមិត្តផងនិងជួយឲ្យមិត្តមានលុយកាក់ផងដោយមិនបាច់ប្រើហិង្សា 3. បាបកម្មនៃការផិតក្បត់ការធ្វើអំពើមិនល្អតែងតែនាំមកនូវភាពអាម៉ាស់និងការខាតបង់ទ្រព្យសម្បត្តិ